គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel សូសាតនីទាននៅក្នុងរាត្រីនេះសម្រាប់វេលាយប់នេះតើប្រិយមិត្តទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរបងប្អូនទាំងអស់គ្នាមនុស្សយើងម្នាក់នៅពេលដែលខិតខំប្រឹងធ្វើការសន្សំចិញ្ចៃប្រាក់រាប់សិបឆ្នាំក៏ព្រោះតែចង់បាននៅផ្ទះមួយខ្នងដ៏កក់ក្ដៅសម្រាប់រស់នៅជាមួយនឹងក្រុមគ្រួសារណាក៏ប៉ុន្តែចុះបើសិនជាផ្ទះដែលយើងខិតខំសាងសង់ឡើងដោយកម្លាំងញើសឈាមមិនបាននាំមកនៅសេចក្តីសុខតែបែរជាคล้ายជាទីកន្លែងមួយដ៏លាក់បាំងនៅអំពើអាថ៌កំបាំងអាគមងងឹតនឹងការសងសឹកយ៉ាងឃោឃៅណាដែលធ្វើឲ្យអ្នកទាំងអស់គ្នាគឺមិនអាចគេងលក់បានសូម្បីតែមួយយប់តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរនៅក្នុងវេលាយប់នេះនាងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅតាមដានសាច់រឿងដ៏រន្ធត់មួយដែលបានកើតឡើងទៅលើផ្ទះឈើមួយខ្នងរឿងរ៉ាវដែលបងប្អូនទាំងអស់គ្នានឹងបានស្ដាប់នេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាព្រឺក្បាលនិងភ័យខ្លាចតែម្ដងជាពិសេសគឺបងប្អូនដែលគាត់ត្រៀមរៀបចំនឹងធ្វើផ្ទះថ្មីអញ្ចឹងណាបងប្អូនតើបងប្អូនដើម្បីកុំឲ្យខាតពេលវេលាយូរយើងនាំគ្នាទៅស្ដាប់សាច់រឿងនេះទាំងអស់គ្នាថាតើវាមានហេតុការណ៍អ្វីខ្លះដែលកើតឡើងទៅលើផ្ទះថ្មីនោះរឿងរ៉ាវដ៏រន្ធត់មួយនេះគឺបានចាប់ផ្ដើមឡើងចេញពីប្តីប្រពន្ធពីរនាក់គឺបងរដ្ឋាហើយនិងបងស្រីលីដាពួកគាត់ទាំងពីរនាក់ហ្នឹងគឺជាមនុស្សដែលខិតខំប្រឹងប្រែងធ្វើការងារណាបងប្អូនគឺដើម្បីសន្សំប្រាក់បន្តិចបន្តួចហ្នឹងយកមកធ្វើផ្ទះនៅឯស្រុកកំណើតរយៈពេលប្រហែលជា10ឆ្នាំបងប្អូនគឺពួកគាត់បានសន្សំប្រាក់បានខ្លះហើយដើម្បីយកមកសាងសង់ផ្ទះឈើមួយដ៏ប្រណិតនៅឯស្រុកកំណើតរបស់ខ្លួនផ្ទះឈើនេះគឺត្រូវបានធ្វើអំពីឈើប្រណិតលក្ខណៈបែបឈើធ្ងន់ហើយសសរហ្នឹងគឺធំរលោងស្រិលតែម្ដងដែលបងរដ្ឋាហ្នឹងគាត់បានទិញឈើទាំងអស់នោះគឺຕົកជាយូរឆ្នាំណាស់មកហើយបងប្អូនដោយគាត់សន្សំណាសន្សំលុយបានម្ដងបន្តិចចឹងគាត់ទិញម្ដង3 4ដុំ4 5ប្រទេសអីຕົកចឹងណាបងប្អូនដើម្បីសន្សំទុកធ្វើផ្ទះរបស់គាត់ដើម្បីឲ្យផ្ទះរបស់គាត់នឹងចេញមកមានលក្ខណៈថាស្អាតហើយមានភាពរឹងមាំបងរដ្ឋាគាត់បានទៅជួលមេជាងទី1ហ្នឹងគឺឈ្មោះជាងកែវគឺជាជាងឈើចាស់ដៃម្នាក់នៅក្នុងតំបន់ដែលមានស្នាដៃនឹងធ្វើផ្ទះស្អាតជាងគេតែម្ដងក៏ប៉ុន្តែគាត់គឺជាមនុស្សម្នាក់ដែលមានចរិតចម្លែកណាគាត់គឺជាមនុស្សកាចច្រឡោតមិនសូវនិយាយស្ដីជាមួយនឹងនរណាទេហើយអ្នកភូមិមួយចំនួនបានលួចខ្សឹបខ្សៀវគ្នាថាជាងកែវនេះគឺជាមនុស្សដែលចេះវិជ្ជាផ្លូវងងឹតនិងរៀនអាគមស្ទាត់ជំនាញទៀតផងក៏ប៉ុន្តែដោយសារតែឃើញស្នាដៃធ្វើផ្ទះរបស់គាត់នឹងស្អាតអញ្ចឹងហើយបងរដ្ឋាគាត់ក៏មិនបានខ្វល់អំពីពាក្យចចាមអារាមទាំងអស់នោះណាបងប្អូនហើយគាត់ក៏បានយល់ព្រមស៊ីឈ្នួលឲ្យជាងកែវនឹងមកធ្វើផ្ទះរបស់គាត់និងបានប្រគល់ប្រាក់កក់ជាច្រើនលានរៀលទៅឲ្យគាត់មុនគេផងដែរដំបូងឡើយការសាងសង់គឺបានប្រព្រឹត្តទៅយ៉ាងរលូនជាងកែវនិងកូនជាងបានមកលើកសសររៀបចំគ្រោងឆ្អឹងនិងប្រក់ដំបូលផ្ទះឈើនោះយ៉ាងស្អាតក៏ប៉ុន្តែនៅពេលដែលផ្ទះធ្វើបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះស្រាប់តែជាងកែវហ្នឹងគាត់មានចរិតផ្លាស់ប្ដូរភ្លាមតែម្ដងជាងកែវព្រមទាំងកូនជាងរបស់គាត់ហ្នឹងចាប់ផ្ដើមឈប់មកធ្វើការបានទៀងទាត់ហើយបងប្អូនថ្ងៃខ្លះមកធ្វើបានតែ1ម៉ោងទៅ2ម៉ោងរួចហើយក៏បានប្រមូលឧបករណ៍ធ្វើផ្ទះហ្នឹងត្រឡប់ទៅវិញអស់ទៅហើយថ្ងៃខ្លះទៀតគឺបាត់មុខ2ទៅ3ថ្ងៃដោយមិនបានប្រាប់ដំណឹងសូម្បីតែមួយម៉ាត់ទៅដល់ម្ចាស់ផ្ទះណាបងប្អូនហើយបងរដ្ឋាដែលគាត់ជាម្ចាស់ផ្ទះហ្នឹងគាត់បានព្យាយាមអត់ធ្មត់ពីមួយថ្ងៃទៅមួយថ្ងៃហើយក៏បាននិយាយសម្របសម្រួលជាច្រើនលើកច្រើនសារទៅកាន់ជាងកែវហើយប៉ុន្តែជាងកែវហាក់បីដូចជាគាត់ទទួលបានប្រាក់កក់ហើយគាត់បែរជាចង់កលិចកលុចណាបងប្អូនគឺគាត់អត់ចង់បន្តធ្វើផ្ទះរបស់បងរដ្ឋាហ្នឹងបន្តទៀតទេដោយសារតែគាត់ទទួលបានប្រាក់កក់ច្រើនគួរសមដែរអញ្ចឹងណាបងប្អូនហើយនៅពេលនោះម្ចាស់ផ្ទះដែលជាបងរដ្ឋាក៏ដូចជាប្រពន្ធរបស់គាត់ហ្នឹងបានព្យាយាមសុំអង្វរថាឲ្យមកធ្វើទៅដើម្បីឲ្យផ្ទះរបស់គាត់ហ្នឹងឆាប់បានរួចរាល់ឲ្យគាត់ស្នាក់នៅអញ្ចឹងណាបងប្អូនប៉ុន្តែជាងកែវគឺគាត់ឆ្លើយមួយម៉ាត់ពីរម៉ាត់ថាអត់អីទេចាំទៅដោយសារជាប់រវល់ធ្វើនៅនេះគេប្រហើយបន្តិចតួចអញ្ចឹងណាប៉ុន្តែគឺគាត់
nơi tại đôi đàmដល់ពេលពួកគាត់ទាំងពីរអ្នកប្តីប្រពន្ធនឹងធ្វើការអង្វរក៏ទៅដល់ជាងកែវហើយបងប្អូនប៉ុន្តែគាត់នៅតែធ្វើដូចដើមបងរដ្ឋាគាត់បានព្យាយាមអត់ធ្មត់អស់ជាច្រើនលើកច្រើនសារព្រមទាំងនិយាយសម្របសម្រួលទៅកាន់ជាងកែវហើយបងប្អូនប៉ុន្តែជាងកែវហ្នឹងគឺគាត់ស្ងាត់ឈឹងតែម្ដងរហូតដល់ឈើដែលបងរដ្ឋាគាត់ទិញមកហ្នឹងគឺត្រូវថ្ងៃត្រូវភ្លៀងចាប់ផ្ដើមប្រេះខ្លះអស់ទៅហើយក៏សូមស្នើសុំឲ្យជាងកែវហ្នឹងជួយប្រញាប់ធ្វើដើម្បីឲ្យរួចបន្តិចណាបងប្អូនប៉ុន្តែជាងកែវគឺគាត់បែរជាឆ្លើយតបមកវិញហ្នឹងដោយសំឡេងរឹងកំព្រឹសនិងគ្មានការទទួលខុសត្រូវទេបងប្អូនគឺគាត់បាននិយាយថាបើឯងប្រញាប់ឯងទៅធ្វើខ្លួនឯងទៅអញរវល់ការងារផ្សេងអញចង់ធ្វើពេលណាអញមកធ្វើពេលណាគឺពេលហ្នឹងហើយមិនចាំបាច់ដេញដោលអីទេគឺគាត់និយាយអញ្ចឹងណាបងប្អូននៅពេលដែលវេលាបានកន្លងផុតទៅបន្តិចម្ដងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ក៏ទៅដល់មួយខែរហូតទៅដល់6 7ខែណាបងប្អូនផ្ទះឈើដ៏ធំមួយនោះត្រូវបានគេបោះបង់ចោលពាក់កណ្ដាលទីឈើដែលក្រងឆ្អឹងត្រូវថ្ងៃជះត្រូវភ្លៀងបក់បោករហូតដល់ចាប់ផ្ដើមឡើងស្លែនិងប្រេះជាកំណាត់តែម្ដងហើយចំណែកឯប្រាក់កក់ដែលបងរដ្ឋាបានបកគលទៅឲ្យជាងកែវនោះក៏ត្រូវបានគេយកទៅទាំងអស់ដោយគ្មានការវិវត្តផ្ទះនឹងបន្តិចសោះឡើយនៅវេលាថ្ងៃមួយដោយសារតែទ្រាំមើលផ្ទះដែលគាត់បានខិតខំរកប្រាក់នឹងមកធ្វើត្រូវបានជាងនឹងបោះបង់ចោលតទៅទៀតមិនបានបងរដ្ឋាគាត់ក៏បានចុចទូរស័ព្ទខលទៅកាន់ជាងកែវដោយក្តីខឹងសម្បាយ៉ាងខ្លាំងដែលមិនអាចទប់ទល់បានតទៅទៀតទេណាបងប្អូននៅពេលនោះបងរដ្ឋាគាត់បានស្រែកនិយាយដោយកំហឹងទាំងញ័រមាត់ថាអាកែវឯងធ្វើការរបៀបស្អីនឹងយកប្រាក់កក់អញអស់រាប់លានទុកផ្ទះអញចោលជិត7ខែទេទៅក៏មិនដែលលើកហើយមកធ្វើក៏មិនដែលមកធ្វើឯងគិតថាលុយអញហ្នឹងបានមកពីស៊ីដេកមែនណាគាត់និយាយទាំងកំហឹងណាបងប្អូនស្រាប់តែរំពេចនោះជាងកែវគាត់ហាក់បីដូចជាគាត់មិនបានខ្វល់ពីសម្ដីរបស់បងរដ្ឋាទេបងប្អូនគាត់បែរជាសើចតិចហើយគាត់បាននិយាយទៅកាន់បងរដ្ឋាថាកុំមកស្រែកដាក់អញអារដ្ឋាអញប្រាប់ឲ្យថាអញរវល់ឯងចង់ស្រែកឬក៏ចង់ជេរអញយ៉ាងម៉េចក៏ជេរទៅអញមិនខ្វល់ទេគឺគាត់និយាយអញ្ចឹងណាបងប្អូនទាំងដែលគាត់នឹងបានទទួលប្រាក់កក់ពីម្ចាស់ផ្ទះនឹងអស់ពាក់កណ្ដាលទៅហើយនៅពេលនោះណាបងប្អូនបងរដ្ឋាគាត់ចាប់ផ្ដើមស្រែកកាត់ទៅកាន់ជាងកែវថាអញមិនជេរតែតាមទូរស័ព្ទទេបើឯងមិនមកធ្វើផ្ទះអញឲ្យរួចនៅក្នុងសប្តាហ៍នេះទេឯងឈប់មកតែម្ដងទៅអញដកការងារនោះចេញហើយប្រាក់ដែលនៅសល់អញមិនឲ្យឯងមួយរៀលទៀតឡើយអាជាងគ្មានសច្ចៈអាជាងបោកប្រាស់នឹងឲ្យគាត់ជេរជាងកែវណាបងប្អូនដោយសារតែគាត់ខឹងពេកដោយសារតែផ្ទះហ្នឹងគឺទុកចោលអស់6 7ខែរងចាំជាងដើម្បីមកធ្វើណាបងប្អូនដោយសារតែគេថាពាក្យយោគយល់និងអធ្យាស្រ័យបងប្អូនគឺរងចាំរហូតដល់ទៅ6 7ខែដល់ពេលគាត់ទ្រាំលេងបានគាត់ចាប់ផ្ដើមជេរយោតែម្ដងនៅក្នុងគណៈពេលនោះបងប្អូនជាងកែវគឺគាត់ស្ងាត់មាត់បន្តិចរួចហើយគាត់ក៏ប្រើសំឡេងលក្ខណៈបែបខ្លាំងថាអារដ្ឋាឯងខ្លាំងណាស់តើឯងហ៊ានដកការងារអញហ៎ហើយហ៊ានទាំងជេរអញនឹងដូចឆ្កែដូចឆ្មាទៀតល្អផ្ទះឯងនេះអញឈប់ទៅធ្វើរហូតហើយប៉ុន្តែឯងចាំពីអញឲ្យច្បាស់ណាអារដ្ឋាផ្ទះឈើដែលឯងនៅខំប្រឹងធ្វើនេះអញសន្យាថាឯងនិងប្រពន្ធឯងនឹងបានស្នាក់នៅក្នុងផ្ទះនេះដោយសប្បាយរាល់យប់ហើយចាំមើលចុះបងប្អូននេះគឺជាសម្ដីរបស់ជាងកែវណាបងប្អូនមិនត្រឹមតែមិនទៅធ្វើផ្ទះឲ្យគេហើយថែមទាំងហ៊ានគេហៅថាប្រមាថម្ចាស់ផ្ទះគេទៀតណាបងប្អូននៅពេលនោះបងប្អូនសំឡេងដែលជាងកែវបាននិយាយដោយកំហឹងទៅកាន់ម្ចាស់ផ្ទះរួចមកក៏ចាប់ផ្ដើមចុចផ្ដាច់ទូរស័ព្ទចោលតែម្ដងនៅពេលនោះបងប្អូនបងរដ្ឋាគាត់ចាប់ផ្ដើមឈោដកដង្ហើមលក្ខណៈតាមមនុស្សខឹងណាបងប្អូនហើយមួម៉ៅក្តៅកាហាយតែម្ដងនៅពេលដែលឮជាងកែវគាត់និយាយបែបនេះដោយសារតែមានភាពជឿជាក់ថាជាងនឹងគឺគាត់ធ្វើផ្ទះស្អាតមិនគួរណាគាត់ទុកការងារចោលព្រោះតែលុយបន្តិចបន្តួចណាបងប្អូនបងរដ្ឋាគឺគាត់មិនបានគិតដល់ពាក្យគំរាមចុងក្រោយរបស់ជាងកែវនោះទេដោយគាត់គិតថាវាគ្រាន់តែជាពាក្យសម្ដីប្រមាថរបស់មនុស្សចាញ់ប្រៀបតែប៉ុណ្ណោះប៉ុន្តែអ្វីដែលបងរដ្ឋាមិនបានដឹងនោះគឺនៅវេលាយប់ម៉ោង2រំលងអធ្រាត្រនៅពេលដែលមេឃនឹងកំពុងតែខ្មៅងងឹតស្លុបនិងគ្មានមនុស្សណាម្នាក់ដើរកាត់
ស្រមោលខ្មៅងងឹតមួយបានលួចដើរតម្រង់ចូលទៅកាន់ផ្ទះឈើពាក់កណ្ដាលនោះរូបរាងនោះគឺជាជាងកែវបងប្អូនជាងកែវបានកាន់កញ្ចប់ក្រណាត់ពណ៌សមួយដែលទៅទឹកជោកដោយឈាមស្រស់និងមានក្លិនស្អុយរលួយភាយចេញមកគេក៏បានលូតជង្គង់នៅចំកណ្ដាលផ្ទះឈើហើយក៏បានសូត្រគាថាអាគមងងឹតជាភាសាចម្លែករួចហើយក៏យកកញ្ចប់នោះទៅបង្កប់លាក់ទុកយ៉ាងអាតកំបាំងនៅក្នុងគ្រោងឆ្អឹងឈើនៃផ្ទះនោះមុនពេលដែលដើរចេញទៅវិញណាបងប្អូនជាងកែវបានក្រឡេកមើលទៅគ្រោងឆ្អឹងផ្ទះរួចហើយក៏សើចក៏ក្អឹកនៅក្នុងភាពងងឹតនោះបន្ទាប់ពីជាងកែវរត់បាត់ស្រមោលបងរដ្ឋាមិនបានបង្អង់យូរឡើយបងប្អូនគាត់បានប្រញាប់ប្រញាល់ស៊ើបសួររកជាងថ្មីរហូតដល់បានស្គាល់មេជាងទី2ឈ្មោះជាងសនជាងសនគឺជាជាងវ័យកណ្ដាលម្នាក់ដែលមានកូនប្រុសកូនជាងហ្នឹងគឺកំឡោះចំនួន4នាក់មកជាមួយនៅពេលដែលបងរដ្ឋានាំជាងសនមកមើលការដ្ឋានផ្ទះឈើដែលធ្វើបានពាក់កណ្ដាលនោះណាបងប្អូនជាងសនគាត់បានឈរកលេចមើលទៅសសរនិងគ្រោងឆ្អឹងផ្ទះរួចក៏ស្រាប់តែធ្វើមុខប្លែកបន្តិចហើយគាត់នឹងក៏បានយកដៃមកស្ទាបអង្អែលសសរផ្ទះរួចក៏និយាយទៅកាន់បងរដ្ឋាថាបងមិនក៏ផ្ទះឈើបងឯងនេះនៅវេលាម៉ោង12ថ្ងៃត្រង់សោះបែរជាមានអាកាសធាតុនឹងត្រជាក់ប្លែកចម្លែកម្លេះបងហើយឈើនេះហេតុម្ដេចក៏មានធំក្លិនប្រហើរដូចជាឆ្អាបដូចជាក្លិនឈាមណាបងប្អូនគាត់សួរទៅកាន់ម្ចាស់ផ្ទះហ្នឹងអូប្រហែលជាឈើហ្នឹងត្រូវភ្លៀងត្រូវទឹកត្រូវក្តៅលង្កាតស្លែមើលទៅជាងគឺគ្មានអីចម្លែកទេជាងឯងជួយបញ្ញាប់ធ្វើឲ្យរួចតិចទៅណាខ្ញុំរងចាំឡើងផ្ទះហ្នឹងយូរខែដែរហើយភ្លាមនោះណាបងប្អូនជាងសនគឺគាត់មិនបានគិតច្រើនដែរក៏យល់ព្រមទទួលការងារនេះរួចហើយក៏ឲ្យកូនជាងទាំង4នាក់ហ្នឹងសង់រោងស្នាក់នៅបណ្ដោះអាសន្ននៅចំពីមុខផ្ទះឈើនោះដើម្បីងាយស្រួលធ្វើការទាំងយប់ទាំងថ្ងៃឲ្យឆាប់រួចណាបងប្អូនសប្តាហ៍ដំបូងនៃការធ្វើការគឺបានចាប់ផ្ដើមប៉ុន្តែគ្រាន់តែឈានចូលដល់យប់ទី1ភ្លាមណាបងប្អូនហេតុការណ៍គឺមិនប្រក្រតីក៏បានកើតឡើងស្ដែងតែម្ដងវេលាម៉ោងប្រមាណជា2រំលងអាត្រៀតកូនជាង2នាក់គឺឈ្មោះសុកហើយនិងម៉ៅកំពុងតែគេងលក់នៅក្នុងរោងឈើខាងក្រោមផ្ទះនោះក៏ស្រាប់តែពួកគាត់ភ្ញាក់ឡើងភ្លាមដោយឮសំឡេងវាគឺជាសំឡេងដែលស្នាមជើងមនុស្សនឹងដើរនៅលើក្តារបន្ទះនៅលើជាន់ទី1នៃផ្ទះឈើពាក់កណ្ដាលនោះណាបងប្អូនហើយសំឡេងនោះគឺដើរចុះដើរឡើងដើរចុះដើរឡើងដើរពីកែងផ្ទះម្ខាងទៅកែងផ្ទះម្ខាងទៀតយ៉ាងច្បាស់ទាំងដែលជាន់លើនោះគឺគ្មានមនុស្សរស់នៅហើយក៏គ្មានសូម្បីតែក្តារក្រាលរៀបរយផងដែរនៅពេលនោះណាបងប្អូនសុកគឺបានខ្សឹបប្រាប់ម៉ៅទាំងញ័រមាត់ថាម៉ៅហែងមានលឺអីអត់នរណាគេឡើងដើរនៅលើផ្ទះទាំងយប់ហ្នឹងដូចជាចម្លែកដល់ហើយនៅពេលនោះណាបងប្អូនម៉ៅគាត់ក៏ចាប់បើកភ្នែកធំហើយក៏និយាយទៅកាន់បងសុកថាអញលឺតើនៅកន្លះម៉ោងមុននេះប្រហែលជាមានចោរលួចចូលមកលួចឧបករណ៍របស់យើងតិចហ្នឹងតោះយកពិលទៅឈួលមើលតិចមើលភ្លាមនោះបងប្អូនកូនជាងទាំង2នាក់ហ្នឹងគាត់ក៏បានទាញយកពិលនិងដំបងឈើរួចហើយក៏ដើរឡើងទៅតាមចណ្ដើរឡើងហ្នឹងទៅជន់លើផ្ទះនៅខាងលើពន្លឺពិលត្រូវបានបញ្ចាំងរេរាំទៅកាន់ភាពងងឹតនោះណាក៏ប៉ុន្តែនៅលើនោះគឺហាក់បីដូចជាស្ងាត់ចងំគ្មានមនុស្សសូម្បីតែម្នាក់ក៏ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្ដើមរៀបនិងដើរត្រឡប់ចុះមកវិញក៏ពន្លឺពិលរបស់បងសុកហ្នឹងគាត់ក៏បានជះទៅចំកែងសសរផ្ទះនៅចំកែងសសរនោះណាបងប្អូនគឺគេឃើញមានស្រមោលខ្មៅដ៏ធំមួយគឺខ្ពស់ផុតក្បាលកំពុងតែឈរអោបដៃហើយស្រមោលនោះគឺគ្មានសម្លៀកបំពាក់ទេរាងកាយរបស់វាគឺខ្មៅរលួយហើយនៅពេលដែលពន្លឺពិលជះចំមុខរបស់វាស្រមោលនោះបានបែកក្បាលមកសម្លឹងមើលកូនជាងទាំង2នាក់ហ្នឹងភ្នែករបស់វាគឺភ្លឺក្រហមច្រាលដូចជាបំពង់បារីហើយវាបានហែកមាត់របស់វាសើចបង្ហាញធ្មេញស្រួចនៅពេលនោះបងប្អូនកូនជាងទាំង2នាក់ហ្នឹងគឺស្រែកបាត់មាត់រត់ប្រជែងជើងគ្នាហ្នឹងចុះពីលើផ្ទះរហូតដល់ដួលរបកស្បែកក្បាលជង្គង់ភ័យញ័រតតាក់ពេញមួយយប់គឺមិនហ៊ានបើកភ្នែករហូតដល់គេងទល់ភ្លឺលុះព្រឹកឡើងបងប្អូនកូនជាងទាំង2នាក់ហ្នឹងគាត់ក៏បានរៀបរាប់រឿងរ៉ាវដ៏រន្ធត់នោះទៅប្រាប់មេជាងសនប៉ុន្តែជាងសនគឺគាត់មិនព្រមជឿឡើយដោយគិតថាកូនជាងទាំង2នាក់ហ្នឹងគាត់អាចយល់ច្រឡំឬមួយក៏យល់សប្តិអាក្រក់អីចឹងណា
ហើយគាត់ក៏បានស្ដីបន្ទោសឲ្យកូនជាងទាំងបង្ខំឲ្យកូនជាងរបស់ពួកគាត់នឹងបន្តធ្វើការទៀតប៉ុន្តែរឿងទាំងអស់នេះគឺមិនទាន់បានចប់ទេចាប់ពីថ្ងៃទី2រហូតដល់ថ្ងៃទី6ណាបងប្អូនហេតុការណ៍គឺកាន់តែសាហាវទៅនៅក្នុងយប់ថ្ងៃទី3ឧបករណ៍ជាងធ្ងន់ដូចជាញញួរប៉ែលជាប់កាប់អីណាដែលដាក់នៅលើតុរៀបរយក៏ស្រាប់តែហោះផ្លោងធ្លាក់ចុះមកក្រោមដោយឯងហៀបនឹងត្រូវក្បាលជាងសនចម្ងាយត្រឹមតែមួយចង្អាមចំណែកឯនៅក្នុងថ្ងៃទី5កូនជាងម្នាក់ទៀតកំពុងតែវាយកាត់ឈើនៅលើដំបូលក៏ស្រាប់តែមានកម្លាំងអ្វីមួយចម្លែកបានទាញជើងគេនឹងទម្លាក់ចុះមកក្រោមបណ្ដាលឲ្យបាក់ដៃនិងរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងថ្ងៃទី6បងប្អូននៅពេលដែលមេជាងសនកំពុងតែខាត់ឈើសសរផ្ទះណាគាត់ក៏បានកលែកឃើញមានឈាមស្រស់ជ្រាបចេញពីសាច់ឈើនឹងហូរស្រក់ចុះមកលើដៃរបស់គាត់ផ្ទាល់តែម្ដងគាត់ធ្វើរហូតដល់ថ្ងៃទី7ជាងសនគឺលែងអាចទ្រាំទ្រនឹងហេតុការណ៍ដ៏ចម្លែកទាំងអស់នេះបានទៀតហើយគាត់បានឃើញច្បាស់នឹងភ្នែករបស់គាត់នៅស្រមោលខ្មៅស្រមោលខ្មោចតៃហោងណាបានលូនកាប់មុខនៅលើក្រងឆ្អឹងដំបូលផ្ទះនៅវេលាម៉ោង12ថ្ងៃត្រង់បងប្អូនជាងសនគាត់បានប្រមូលអ្វីអវ៉ាន់និងឧបករណ៍ជាងទាំងអស់ច្រកចូលបាវតែមួយទាំងញ័រដៃទៅត្រើតហើយនៅពេលនោះក៏បានទេទៅប្រាប់បងរដ្ឋាដែលជាម្ចាស់ផ្ទះណានៅពេលនោះបងរដ្ឋាក៏បានឃើញដូច្នេះគាត់ក៏បានស្ទុះមកខាត់ជាងសននឹងទាំងអស់គ្នាថាជាងសនមិនក៏បញ្ញាប់ប្រមូលអីវ៉ៃអវ៉ាន់ម្លេះផ្ទះនឹងចិត្តរួចឲ្យតើនៅសល់តែបន្តិចបន្តួចទៀតទេជាងឯងជួយធ្វើឲ្យហើយណាជាងនៅពេលនោះណាបងប្អូនជាងសនគាត់ចាប់ផ្ដើមសម្លឹងមើលទៅមុខបងរដ្ឋាទាំងទឹកមុខស្លេកស្លាំងគ្មានឈាមសូម្បីតែមួយដំណក់ភ្នែករបស់គាត់ទាំងអស់គ្នានឹងគឺមានសភាពស្លក់ខ្មៅតែម្ដងនៅពេលនោះបងប្អូនជាងសនគាត់ចាប់ផ្ដើមនិយាយជាមួយបងរដ្ឋាទាំងញ័រមាត់ណាបងប្អូនគឺគាត់បាននិយាយថាបងអើយបងខ្ញុំសូមទារប្រាក់ឈ្នួលតែប៉ុណ្ណេះបានហើយផ្ទះបងឯងហ្នឹងមិនមែនជាផ្ទះសម្រាប់មនុស្សរស់នៅទេតែវាគឺជាផ្ទះខ្មោចមានអំពើមន្តអាគមសាហាវណាស់នៅក្នុងផ្ទះនេះបើសិនជាពួកខ្ញុំនៅធ្វើតែ2-3ថ្ងៃទៀតហ្នឹងប្រហែលជាត្រូវស្លាប់បាត់បង់ជីវិតទាំងអស់គ្នាហើយបងអើយបងខ្ញុំសូមធ្វើតែប៉ុណ្ណេះឯងនៅពេលនោះបងប្អូនបងប្រុសរដ្ឋាដែលជាម្ចាស់ផ្ទះហ្នឹងគឺគាត់មានការភ្ញាក់ផ្អើលមែនទែននៅពេលនោះជាងសនគឺគាត់និយាយថាខ្ញុំមិនដឹងទេបងអើយខ្ញុំមិនដឹងទេប៉ុន្តែបងឯងហ្នឹងគួរតែទៅរកមើលគ្រូឬមួយក៏រកជាងណាដែលគាត់មានវិជ្ជាហ្នឹងខ្លាំងទៅដើម្បីឲ្យមកធ្វើផ្ទះបងឯងហ្នឹងជាបន្តទៀតពួកខ្ញុំគឺធ្វើបានតែប៉ុណ្ណេះឯងខ្ញុំមិនអាចធ្វើបន្តទៀតបានទេជាងសនគាត់និយាយទៅកាន់ម្ចាស់ផ្ទះណាបងប្អូននិយាយរួចហើយជាងសនក៏បានប្រមូលកូនជាងក៏ដូចជាវាយអវ៉ាន់ដែលគាត់នៅសល់ហ្នឹងក៏ប្រញាប់ឡើងជិះរថយន្តរបស់គាត់នឹងចាក់ចេញពីការដ្ឋានផ្ទះឈើនោះបាត់សមោលភ្លាមតែម្ដងដោយពួកគាត់នឹងគឺមិនហ៊ានងាកមើលក្រោយសំបីតែមួយផ្លេតបងប្អូនបន្ទាប់ពីជាងសនដែលជាជាងទី2ហ្នឹងគាត់រត់បាត់បងរដ្ឋានិងបងស្រីលីដាគឺគាត់ពិបាកចិត្តរហូតដល់ដេកមិនលក់ទេបងប្អូនហើយបាយក៏មិននឹកទឹកក៏មិនស្រេកណាដោយសារតែខ្វាយខ្វល់ពីផ្ទះរបស់គាត់ដែលគាត់ខំសន្សំលុយអស់ជាច្រើនខែជាច្រើនឆ្នាំដើម្បីសង់ផ្ទះរស់នៅនឹងស្អាតបានគេមួយប៉ុន្តែអ្វីដែលគាត់រំពឹងហ្នឹងគឺខុសអ្វីទាំងអស់ដែលគាត់គិតឆ្ងាយណាបងប្អូនបន្ទាប់ពីនោះមកបងប្អូនដោយសារតែភាពអស់សង្ឃឹមពួកគាត់ក៏បានទៅរកអ្នកចាស់នៅក្នុងភូមិរបស់គាត់ណាក៏បានដើរទៅសួរហើយនៅពេលនោះគាត់ក៏ត្រូវបានលោកតាចំណាស់ម្នាក់ដែលនៅក្នុងភូមិបានណែនាំឲ្យស្គាល់មេជាងទី3ម្នាក់ឈ្មោះថាតាប្រឹមបងប្អូនតាប្រឹមហ្នឹងគឺគាត់មានវ័យប្រហែលជា50ឆ្នាំទៅហើយគាត់គឺជាជាងឈើបុរាណម្នាក់ដែលមានបទពិសោធន៍ធ្វើផ្ទះឈើហ្នឹងរាប់សិបខ្នងមកហើយដែរហើយអ្វីដែលសំខាន់នោះគឺគាត់ជាមនុស្សដែលធ្លាប់បានរៀនសូត្រចេះដឹងខាងភ្លើងងឹតនិងវិជាការការពារផ្ទះនិងអាគមអាចកំបាំងផ្សេងណាបងប្អូននៅថ្ងៃដែលតាប្រឹមបានដើរចូលមកមើលការដ្ឋានផ្ទះរបស់គាត់បានពាក់កណ្ដាលនោះគាត់មិនបានកាន់ប្រម៉ែប្រម៉ងឬក៏ឧបករណ៍ជាងភ្លាមឡើយតាប្រឹមគាត់បានដើរជុំវិញផ្ទះឈើរួចហើយក៏ឈរកលេចមើលទៅក្រងឆ្អឹងនិងសសរផ្ទះទាំងទឹកមុខស្ងាត់រួចហើយក៏ដកដង្ហើមធំតាប្រឹមគាត់បាននិយាយសំឡេងធ្ងន់ទៅកាន់ម្ចាស់ផ្ទះនោះថាផ្ទះឈើរបស់ឯងនេះគឺមានអំពើអាគមងងឹតបង្កប់នៅខាងក្នុងហើយអាគមនេះគឺវាសាហាវណាស់វាគឺជាអាគមដែលចងកំហឹងធ្វើឲ្យអ្នករស់នៅហ្នឹងគឺគ្មានសេចក្តីសុខទេ
នៅភ្លាមនោះណាបងប្អូនបងប្រុសរដ្ឋាគាត់ចាប់ផ្ដើមស្ទុះទៅចាប់ដៃតាព្រឹមភ្លាមហើយក៏បាននិយាយថាតាព្រឹមខ្ញុំដឹងហើយមេជាងទី2ណាគេរត់ចោលក៏ព្រោះតែឃើញខ្មោចលោងនឹងឯងលោកតាមានការចេះដឹងនឹងជួយខ្ញុំផងលោកតាតើធ្វើមិនទៅធ្វើផ្ទះនេះរួចខ្ញុំពិតជាអស់ប្រាក់ពីខ្លួនហើយតាសុំតាជួយខ្ញុំផងអីចឹងណាហើយនៅរំពេចនោះបងប្អូនតាព្រឹមគឺគាត់ស្ងាត់មាត់បន្តិចរួចហើយក៏ងក់ក្បាលមានន័យថាគាត់ព្រមទទួលធ្វើផ្ទះនេះបន្តទៀតដើម្បីឲ្យរួចរាល់ណាហើយគាត់ក៏បានប្រាប់ថាអត់អីទេចាំអ៊ំរៀបចំសែបនៅមុនអាគមដើម្បីធ្វើវាបណ្ដោះអាសន្នសមឺសិនតើអ៊ំនឹងអាចធ្វើវាបានឬក៏អត់នៅពេលនោះបងប្អូនដល់ថ្ងៃដែលតាព្រឹមគាត់បានចូលមកធ្វើផ្ទះនឹងបន្តគាត់មុននឹងធ្វើហ្នឹងគឺគាត់បានរៀបចំសែនព្រេនដ៏តូចមួយដោយមានយកស្លឹកប្រមានិងទឹកមុនអាគមមកបាចប្រោះព្រំសសរផ្ទះហើយនឹងគ្រោងឆ្អឹងឈើណាគាត់ក៏បានប្រើនៅវិជាការរបស់គាត់ដើម្បីបិទបាំងនៅវិញ្ញាណនិងអាគមផ្សេងអាក្រក់ទាំងនោះទុកមួយគ្រាសិនបន្ទាប់ពីតាព្រឹមគាត់បានសែនរួចហើយតាព្រឹមនិងកូនជាងចាស់របស់គាត់ទាំងអស់ហ្នឹងក៏បានចាប់ផ្ដើមខិតខំប្រឹងប្រែងធ្វើផ្ទះឈើនោះយ៉ាងស្វាហាប់ចម្លែកត្រង់ថានៅក្នុងកំឡុងពេលដែលតាព្រឹមធ្វើណាបងប្អូនគឺគ្មានហេតុការណ៍ខ្មោចលងឬមួយក៏គ្រោះថ្នាក់អ្វីកើតឡើងឡើយធ្វើបានប្រហែល1ខែកន្លះផ្ទះឈើដ៏ធំប្រណិតនោះក៏បានសាងសង់រួចរាល់ 100% យ៉ាងស្អាតឥតខ្ចោះនៅពេលនោះម្ចាស់ផ្ទះគឺបងរដ្ឋាហើយនិងបងស្រីលីដាគឺគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងពួកគាត់ទាំងអស់ហ្នឹងគឺបានរៀបចំប្រាក់កម្រៃជូនទៅលោកតាព្រឹមព្រមទាំងជូនប្រាក់លើកទឹកចិត្តគាត់នឹងបន្ថែមទៀតផងហើយគាត់ក៏បាននិយាយពាក្យថាអរគុណនឹងទៅកាន់លោកតាព្រឹមព្រមទាំងជាងទាំងអស់ហើយគាត់បាននិយាយថាបើសិនជាគ្មានការជួយពីលោកតាព្រឹមនិងជាងទាំងអស់ទេផ្ទះរបស់គាត់នឹងប្រកាសคล้ายទៅជាផ្ទះរហោស្ថានហើយឥឡូវគឺគ្មានអ្វីកើតឡើងទៀតទេតើមែនទេលោកតាអានេះគាត់សួរណាបងប្អូនគាត់សួរទៅលោកតាព្រឹមហើយរំពេចនោះលោកតាព្រឹមគាត់ក៏បានទទួលយកប្រាក់រួចហើយក៏សម្លឹងមើលមុខបងរដ្ឋាដោយកៅភ្នែកចម្លែករួចគាត់ក៏បាននិយាយថាអ៊ំធ្វើផ្ទះនេះឲ្យរួចហើយឯងឡើងរស់នៅចុះប៉ុន្តែបើសិនជាមានរឿងអ្វីកើតឡើងប្រញាប់ប្រាប់អ៊ំភ្លាមនៅពេលនោះណាបងប្អូនបងរដ្ឋាគឺគាត់មិនបានចាប់អារម្មណ៍ទៅនឹងពាក្យសម្ដីចុងក្រោយរបស់តាព្រឹមឡើយដោយគាត់គិតថាគ្មានអ្វីកើតឡើងទៀតទេបន្ទាប់ពីពួកគាត់បានធ្វើផ្ទះរួចរាល់ស្អាតបាត 100% អស់ហើយពួកគាត់ក៏បានរៀបចំធ្វើពិធីឡើងផ្ទះថ្មីយ៉ាងអធិកអធមមានបងប្អូនសាច់ញាតិអ្នកភូមិមកជួបជុំគ្នាយ៉ាងសប្បាយរីករាយក៏ប៉ុន្តែក្តីសោករបស់ពួកគាត់បងប្អូនដូចជាអាប់នឹងត្រូវពន្លឺថ្ងៃបន្ទាប់ពីឡើងផ្ទះរស់នៅក្នុងផ្ទះឈើថ្មីនោះបានប្រហែលជាមួយខែណាសុបិនដ៏អាក្រក់ពិតប្រាកដក៏បានផ្ទុះឡើងយ៉ាងរន្ធត់បំផុតបងប្រុសរដ្ឋាហើយនិងបងស្រីលីដាមិនដែលបានគេងលក់ស្រួលសំបីតែមួយយប់ឡើយបងប្អូនអាគមងងឹតដែលតាព្រឹមបានសង្កត់ទុកនោះបានប្រេះធ្លាយចេញមកវិញយ៉ាងសាហាវជាងមុននៅក្នុងហេតុការណ៍ទី1ណាសំឡេងយំនៅលើពីដានគឺម៉ោងប្រហែល2រំលងអាត្រៀតតែងតែមានសំឡេងមនុស្សស្រីយំសោកសង្រេងនៅលើពីដានបន្ទប់គេងរបស់គាត់សំឡេងនោះយំអូសធ្លាក់អូសវែងអន្លាយរួចហើយក៏ស្រែកហៅឈ្មោះរដ្ឋានឹងដោយសំឡេងស្អកចំណែកអាហេតុការណ៍ទី2បងប្អូនគឺមានដៃខ្មោចលូនចេញពីក្រោមក្តារនៅពេលយប់មួយខណៈពេលដែលបងស្រីលីដានឹងគឺគាត់កំពុងតែគេងលក់ហើយគាត់ក៏ស្រាប់តែមានអារម្មណ៍ថាក្តៅជើងណាបងប្អូននៅពេលដែលគាត់បើកភ្នែកមើលក៏បានឃើញនៅដៃមនុស្សដ៏ខ្មៅរលួយដែលមានក្រចកវែងប្រឡាក់សុទ្ធតែដីនិងឈាមលូតចេញពីចន្លោះប្រហោងក្តារបន្ទះមកចាប់ក្តោបបាតជើងរបស់គាត់នឹងជាប់យ៉ាងណែននៅពេលនោះបងស្រីលីដាគាត់មានការភ័យខ្លាចរហូតដល់ស្រែកក្អួតឈាមបកាច់នៅលើគ្រែណាបងប្អូនចំណែកអាហេតុការណ៍ទី3បងប្អូនពួកគាត់បានឃើញខ្មោចគ្មានក្បាលមួយនៅក្បែរសសរមានថ្ងៃមួយហ្នឹងវេលាម៉ោងប្រហែលជាម៉ោង1យប់បងរដ្ឋាគាត់បានដើរចុះមកក្រោមផ្ទះដើម្បីយកទឹកហូបពន្លឺភ្លើងចង្គៀងបានជះចំទៅលើក្បែរសសរត្រង់ផ្ទះរបស់គាត់ហ្នឹងហើយគាត់ក៏បានឃើញរូបរាងកាយរបស់មនុស្សប្រុសម្នាក់ដែលគ្មានក្បាលស្លៀកពាក់អាវហ្នឹងរលេះរលួយរហែកដោយកំពុងតែឈរអោបដៃផ្អែកទៅនឹងសសរផ្ទះរូបរាងនោះណាបងប្អូនគឺបានដើរសម្ដៅមកគៀកនឹងបងប្រុសរដ្ឋារួចហើយក៏ទះស្មារបស់គាត់មួយដៃយ៉ាងធ្ងន់
ធ្វើឲ្យបងរដ្ឋានឹងដួលសន្លប់នៅនឹងកន្លែងតែម្ដងនៅពេលនោះបងប្អូនរយៈពេល1ខែបងស្រីលីដាគាត់បានធ្លាក់ខ្លួនឈឺធ្ងន់ក្តៅខ្លួនប្រកាច់និយាយមកមើមវាយវង្វេងវង្វាន់ស្ទើរតែឈួតរីឯបងរដ្ឋាណាក៏គាត់មានលក្ខណៈស្គមស្គាំងហើយនឹងស្លេកស្លាំងភ្នែករបស់គាត់នឹងគឺស្លក់ខ្មៅដូចជាខ្មោចឆៅអញ្ចឹងដោយទ្រាំទ្រនឹងការលងបន្លាចរន្ធត់រាល់យប់តទៅទៀតមិនបានបងរដ្ឋាគាត់ក៏បានយកទូរស័ព្ទដៃរបស់គាត់នឹងចុចទេទៅកាន់លោកតាព្រឹមដែលជាមេជាងទី3ណាបងប្អូនទាំងទឹកភ្នែករបស់គាត់នឹងហូរច្រោកតែម្ដងបន្ទាប់មកបងប្អូនបងរដ្ឋាគាត់ក៏បានយកទូរស័ព្ទដើម្បីទាញមកទេទៅកាន់លោកតាព្រឹមណាបងប្អូនហើយគាត់ក៏បាននិយាយតាមទូរស័ព្ទនឹងថាតាព្រឹមតាអើយតាជួយខ្ញុំផងផ្ទះដែលតាបានធ្វើរួចហ្នឹងឥឡូវវាចាប់ផ្ដើមមកយីពួកខ្ញុំជារៀងរាល់យប់តាឥឡូវនេះប្រពន្ធរបស់ខ្ញុំចិត្តឆ្កួតទៅហើយពួកខ្ញុំដេកមិនលក់1ខែពេញហើយតាហេតុអ្វីបានជាផ្ទះរបស់ខ្ញុំហ្នឹងនៅតែមានខ្មោចលងសាហាវបែបនេះសុំតាមេត្តាមកមើលឲ្យខ្ញុំបន្តិចមកលោកតាបើមិនអញ្ចឹងទេពួកខ្ញុំច្បាស់ជាស្លាប់ទាំងអស់គ្នាហើយនៅភ្លាមមនុស្សណាបងប្អូនតាព្រឹមគាត់នៅពេលដែលបានឮបងរដ្ឋានិយាយតាមទូរស័ព្ទអញ្ចឹងហើយគាត់ក៏បានដកដង្ហើមធំហើយគាត់ក៏បានប្រាប់ទៅកាន់បងប្រុសរដ្ឋាវិញថាមិនអីទេចាំស្អែកព្រឹកចាំអ៊ំទៅមើលផ្ទះឯងហើយក៏ដល់ពេលដែលឯងហ្នឹងត្រូវដឹងអំពីការពិតដែរបន្ទាប់ពីនិយាយទូរស័ព្ទគ្នារួចបងប្អូនលុះព្រឹកឡើងតាព្រឹមគាត់ក៏បានធ្វើដំណើរមកដល់ផ្ទះបងរដ្ឋានៅពេលព្រឹកព្រលឹមណាបងប្អូនព្រះអាទិត្យគឺរះឡើងត្រដែតតែម្ដងប៉ុន្តែបរិយាកាសដែលនៅក្នុងផ្ទះឈើដ៏ធំនោះណានៅតែមានភាពអាប់អួរលក្ខណៈថាមើលទៅគួរឲ្យខ្លាចហើយនឹងមានធំក្លិនស្អុយចម្លែកតែម្ដងតាព្រឹមគាត់ក៏បានដើរឡើងទៅលើផ្ទះឈើហ្នឹងដោយមានកាន់ថង់យាមនិងប្រអប់ឈើបុរាណមួយនៅក្នុងដៃរបស់គាត់នៅពេលនោះបងរដ្ឋានិងបងស្រីលីដាដែលគាត់មានទម្រង់មុខស្គមស្គាំងភ្នែកស្លក់ខ្មៅក៏បានស្ទុះពីក្រោមផ្ទះហ្នឹងទៅលូតជង្គង់សំពះតាព្រឹមទាំងទឹកភ្នែកហូរច្រោកតែម្ដងនៅភ្លាមនោះណាបងប្អូនតាព្រឹមនៅពេលដែលឃើញពួកគាត់ទាំងពីរនាក់ហ្នឹងគឺខុសប្លែកឆ្ងាយតែម្ដងលក្ខណៈស្គមស្គាំងដោយមនុស្សអត់បាយអត់ទឹកណាបងប្អូនហើយសម្ដីរបស់បងរដ្ឋានិងប្រពន្ធរបស់គាត់នឹងបានអង្វរតាព្រឹមឲ្យជួយពួកគាត់ផងហេតុអ្វីបានជាផ្ទះរបស់គាត់នឹងធ្វើរួចទៅហើយប៉ុន្តែនៅតែមានខ្មោចលងនឹងរៀងរាល់យប់ហើយគាត់ក៏បានសួរទៅតាព្រឹមថាតាតែងតែដឹងរឿងទាំងអស់ហ្នឹងមែនទេហេតុអីបានជាតាដឹងហើយបានមិនព្រមប្រាប់ខ្ញុំនិងរកដំណោះស្រាយឲ្យពួកខ្ញុំតាំងពីដំបូងផងតានៅពេលនោះតាព្រឹមគាត់បានសម្លឹងមើលទៅមុខបងរដ្ឋាដោយកែវភ្នែកលក្ខណៈថាអាណិតណាបងប្អូនរួចហើយក៏គាត់ដកដង្ហើមធំវែងតាព្រឹមគាត់ក៏បាននិយាយទាំងសំឡេងធ្ងន់ថារដ្ឋាឲ្យអ៊ំសុំទោសណាកាលពីអ៊ំធ្វើផ្ទះនេះឲ្យឯងរួចរាល់គឺអ៊ំបានធ្វើតែផ្នែកឈើនិងសាបមន្តអាគមសង្កត់ទុកមួយគ្រាតែប៉ុណ្ណោះក៏ប៉ុន្តែអ៊ំមិនទាន់បានដោះអំពើចេញទាំងអស់នោះទេពីព្រោះតែអ៊ំនឹងចង់ឲ្យឯងដឹងខ្លួននិងទទួលស្គាល់នៅកំហុសដែលឯងបានសាងជាមុនណាបងប្អូននៅភ្លាមនោះបងរដ្ឋាគាត់មានការភ្ញាក់ផ្អើលតែម្ដងហើយគាត់សួរទៅតាព្រឹមថាតើកំហុសអីទៅតាខ្ញុំអត់មានបានធ្វើអីផងហើយខ្ញុំគ្រាន់តែចង់បានផ្ទះមួយខ្នងស្នាក់នៅតើតារំពេចនោះតាព្រឹមគាត់ក៏បាននិយាយទៅកាន់បងរដ្ឋាថាតើឯងភ្លេចហើយឬនៅកាលពីឯងជួលមេជាងទី1ណាឯងបានជេរប្រមាថគេយ៉ាងធ្ងន់ដកប្រាក់គេនិងដេញគេចេញតែកំហឹងជាងមុនណាគឺជាមនុស្សដែលមានចិត្តចង្អៀតចង់កំហឹងនិងជាមនុស្សម្នាក់ដែលចេះនៅមន្តអាគមខ្មៅថែមទៀតផងដោយសារតែកំហឹងនឹងការចង់សងសឹករបស់ឯងមុននឹងពេលដែលគេរត់ចេញទៅគេក៏បានធ្វើអំពើអាគមយ៉ាងសាហាវបំផុតមួយមកលើផ្ទះរបស់ឯងនៅពេលនោះបងប្អូនអើយបងប្រុសរដ្ឋាគាត់ញ័រមាត់ញ័រកហើយហាក់មានអារម្មណ៍តាខឹងទៅលើមេជាងទី1ណាបងប្អូនហើយក៏គាត់សង្កត់ធ្ងន់ទៅលើតាថាចុះគេធ្វើអំពើអីទៅតានៅពេលនោះតាព្រឹមគាត់ក៏បានឆ្លើយថាគេបានយកឆ្អឹងខ្មោចណាលក្ខណៈថាឆ្អឹងខ្មោចតៃហោមមកចាយន់អាគមងងឹតរួចហើយក៏យកទៅចោះនៅក្នុងឈើដើម្បីលាក់បង្កប់នៅចំកណ្ដាលមេដំបូលនិងសសរទ្រង់ផ្ទះ
អាគុំជើងខ្មោចនេះគឺធ្វើឡើងដើម្បីសង្កត់ផ្ទះឲ្យអ្នកដែលរស់នៅនឹងជួបតែរឿងក្តៅក្រហាយហើយចុងក្រោយនឹងគឺត្រូវឈួតឬមួយក៏បាត់បង់ជីវិតទាំងអស់គ្នាចំណែកឯនៅពេលដែលឯងរោមេជាងទី2ហ្នឹងគឺមេជាងទី2ហ្នឹងគឺគេមកធ្វើបានត្រឹមតែមួយសប្តាហ៍ទេគឺគេបានជួបនៅហេតុការចម្លែកហើយខ្លាចហើយធ្វើឲ្យកូនជាងរបស់គេហ្នឹងរបួសបាក់ជើងបាក់ដៃអញ្ចឹងណាពីព្រោះតែគេឃើញខ្មោចនឹងហើយបានធ្វើឲ្យមេជាងទី2ហ្នឹងគឺគេរត់ចោលការងារតែម្ដងសំលេងបេះដូងដែលលោតញាប់ចេញពីដើមទ្រូងរបស់បងរដ្ឋានិងភរិយាគាត់ណាបងប្អូនឮហើយស្ទើរតែភាំងស្មារតីស្ទើរតែដួលសន្លប់តែម្ដងពួកគាត់មិនបាននឹកស្មានថាពាក្យសម្ដីដែលគាត់ប្រើកំហឹងមួយពេលណារវាងពួកគាត់និងមេជាងទី1ហ្នឹងគឺអាចបង្កជាគ្រោះថ្នាក់នឹងដល់ជីវិតបែបនេះនោះទេបងប្អូននៅភ្លាមនោះបងរដ្ឋាគាត់ក៏បានលូតជង្គង់សំពះទៅកាន់លោកតាព្រឹមថាលោកតាខ្ញុំបានដឹងខុសហើយខ្ញុំខុសហើយដែលប្រើពាក្យនៅសម្ដីប្រមាថគេសូមលោកតាមេត្តាជួយដោះមន្តអាគមនេះចេញផងតាបើមិនអញ្ចឹងទេប្រពន្ធរបស់ខ្ញុំច្បាស់ជាស្លាប់ជាមិនខាននៅពេលដែលតាព្រឹមគាត់បានឃើញបងប្រុសរដ្ឋាបានដឹងកំហុសហើយនឹងសោកស្ដាយតាព្រឹមគាត់ក៏បានយល់ព្រមធ្វើពិធីកាត់ផ្ដាច់នៅមន្តអាគមងងឹតនោះភ្លាមគាត់បានរៀបចំពិធីសែនព្រេនបញ្ចូលនៅមន្តអាគមដើម្បីការពាររួចហើយក៏យកខ្សែសីមានឹងឡើងទៅចងនៅលើមេដំបូលផ្ទះឈើនោះដោយតាព្រឹមគាត់បានប្រើញញួរនិងដំបងដើម្បីចោះចូលទៅក្នុងសាច់ឈើមេដំបូលនៅចំចំណុចប្រសពស្រាប់តែនៅពេលនោះណាគឺមានឈាមខ្មៅស្អុយរលួយហូរជ្រាបចេញពីសាច់ឈើនឹងមកក្រៅតែម្ដងតាព្រឹមគាត់ក៏បានលូកដៃចូលទៅក្នុងចន្លោះឈើរួចហើយគាត់ក៏ទាញចេញមកនៅកញ្ចប់កណាត់ពណ៌សមួយដែលមានលក្ខណៈស្អុយរលួយតែម្ដងនៅពេលដែលគាត់ឃើញកញ្ចប់កណាត់នោះត្រូវបានទាញចេញផុតពីសាច់ឈើណាសំឡេងស្រែកយំយ៉ាងរន្ធត់របស់ខ្មោចតៃហោងបានលាន់ឮពេញផ្ទះឈើដែលធ្វើឲ្យខ្យល់នឹងមានការបោកបក់ទ្វារបង្អួចរបស់គាត់នឹងគឺបិទបើកឮសូរតែផាំងរំពេចនោះតាព្រឹមគាត់បានបើកនៅកញ្ចប់ក្រណាត់នោះមើលនៅខាងក្នុងណាគឺមានឆ្អឹងជើងមនុស្សស្រស់ដែលប្រឡាក់សុទ្ធតែយន្តអាគមពណ៌ខ្មៅនិងមានមជុលចាក់ទម្លុះរូបដូចជាទិញមងយ៉ាងពិតប្រាកដតែម្ដងបងប្អូនតាព្រឹមគាត់បានយកប្រេងកាតចាក់ស្រោចនៅលើកញ្ចប់ឆ្អឹងខ្មោចនោះរួចហើយក៏សូត្រនៅមន្តអាគមដើម្បីកាត់ផ្ដាច់ចំណងហើយក៏ដុតកំទេចចោលនៅក្នុងមុខផ្ទះឈើនោះអណ្ដាតភ្លើងទាំងអស់គឺបានឆាបឆេះយ៉ាងសន្ធោសន្ធៅសំឡេងស្រែកដ៏ឈឺចាប់ចុងក្រោយនៃវិញ្ញាណអាក្រក់បានបន្លឺឡើងរួចហើយក៏ស្ងប់ស្ងាត់ទៅវិញបន្តិចម្ដងបន្ទាប់ពីកញ្ចប់អំពើអាគមត្រូវបានលោកតាព្រឹមដុតបំផ្លាញចោលផ្ទះឈើដ៏ធំមួយនោះក៏បានត្រឡប់មករកភាពស្ងប់ស្ងាត់និងមានពន្លឺថ្ងៃជះចូលមកវិញជាស្ថាពរបងស្រីលីដាគាត់ចាប់ដើមធូរស្រាលពីជំងឺភ្នែកដែលធ្លាប់តែស្លក់ខ្មៅបានប្រែជាមានសោភ័ណភាពស្រស់បំព្រងឡើងវិញក៏ប៉ុន្តែដោយសារតែភាពតក់ស្លុតនិងសុបិនដ៏អាក្រក់មួយដែលបានកើតឡើងនៅលើផ្ទះឈើនោះអស់រយៈពេលជាច្រើនខែបងរដ្ឋានិងប្រពន្ធរបស់គាត់គឺមិនអាចបន្តរស់នៅក្នុងផ្ទះនោះបានទៀតឡើយពួកគាត់ក៏បានសម្រេចចិត្តលក់ផ្ទះឈើនោះចោលនៅក្នុងតម្លៃថោករួចហើយក៏រើប្រមូលអីវ៉ាន់របស់គាត់នឹងទៅរស់នៅឯទីក្រុងវិញបងប្អូនចំណែកឯជាងកែវដែលជាមេជាងទី1ណាបងប្អូនបើតាមដំណឹងដែលអ្នកភូមិគាត់បានដឹងគឺបន្ទាប់ពីអំពើអាគមងងឹតរបស់គេត្រូវបានតាព្រឹមធ្វើពិធីកាត់ផ្ដាច់និងដុតបំផ្លាញចោលអាគមអាក្រក់ទាំងអស់នោះក៏បានបកត្រឡប់ទៅវាយប្រហារលើរូបគេវិញហើយពេលនោះមេជាងទី1គាត់បានប្រែទៅជាមនុស្សលក្ខណៈបែបឈួតវង្វេងដើរស្រែកយំរវើរវាយរយប់រត់ស្រាតចូលទៅក្នុងព្រៃជ្រៅហើយក៏បាត់ខ្លួនរហូតមកដល់សប្តាហ៍ថ្ងៃដោយគ្មាននរណាម្នាក់នឹងបានជួបគាត់ទៀតឡើយប្រិយមិត្តទាំងអស់គ្នារឿងរ៉ាវអំពើអាថ៌កំបាំងលើនៃផ្ទះឈើនេះក៏ត្រូវបានបញ្ចប់តែត្រឹមប៉ុណ្ណេះសាច់រឿងមួយនេះណាបងប្អូនគឺបានផ្ដល់នៅមេរៀនព្រមទាំងការដាស់តឿនចិត្តយ៉ាងជ្រាលជ្រៅដល់យើងគ្រប់គ្នាបងប្អូននៅក្នុងការប្រើប្រាស់ពាក្យសម្ដីឬមួយក៏កំហឹងនិងការជេរប្រមាថមើលងាយអ្នកដទៃណាពេលខ្លះអាចបង្កើតទៅជាពន្លកនៃកំហឹងនិងកម្មផលដែលសងសឹកវិញយ៉ាងសាហាវដែលយើងមិនអាចស្មានដល់ឡើយបងប្អូន
អរគុណច្រើនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសាច់រឿងរបស់បងប្រុសរដ្ឋាហើយនិងប្រពន្ធរបស់គាត់ដែលគាត់រៀបចំធ្វើផ្ទះហ្នឹងគឺត្រូវបានបញ្ចប់តែប៉ុណ្ណេះនាងខ្ញុំមានតែពាក្យថាអរគុណដល់ប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់សាច់រឿងនេះតាំងពីដើមរហូតដល់ចប់ហើយប្រសិនបើជាប្រិយមិត្តទាំងអស់គ្នាចូលចិត្តស្ដាប់សាច់រឿងនិទានបែបភ័យរន្ធត់ព្រឺព្រួយឬមួយក៏អានកំបាំងផ្សេងបងប្អូនមេត្តាកុំភ្លេចជួយចុច like ក៏ដូចជា subscribe channel របស់នាងខ្ញុំម្នាក់មួយផងណាបងប្អូនដើម្បីទទួលបាននៅសាច់រឿងថ្មីនិងប្លែកៗជាបន្តទៀតនៅរៀងរាល់ពេលយប់តែម្ដងសម្រាប់ពេលនេះនាងខ្ញុំក៏សូមជូនពរឲ្យប្រិយមិត្តទាំងអស់គ្នាជួបតែសេចក្តីសុខសុវត្ថិភាពនិងកេរលក់សុបិនល្អជួបគ្នានៅអេពីសូតក្រោយអរគុណច្រើនជម្រាបលា